ដើម្បីទទួលបាននូវសុខភាពល្អឬក៏ប្រព័ន្ធការពាររាងកាយរបស់យើងរឹងមាំគឺបងប្អូនត្រូវញ៉ាំបន្លែផ្លែឈើឲ្យបាន7ទៅ10មុខជារៀងរាល់ថ្ងៃគឺញ៉ាំជារៀងរាល់ថ្ងៃតែបងប្អូនអាចធ្វើបានទេបាទទោះបីជាធ្វើបានតែបងប្អូនប្រាកដក្នុងចិត្តទេថាបន្លែផ្លែឈើទាំងនោះគឺធម្មជាតិវាផ្ដល់នូវប្រយោជន៍មកដល់បងប្អូននេះហើយគឺជាបញ្ហាចោតបងប្អូនដូច្នេះប្រសិនបើបងប្អូនមិនទាន់មានជំរើសដ៏ល្អទេខ្ញុំមានវិធីគឺបងប្អូនញ៉ាំកាហ្វេខ្ញីខ្មៅបងប្អូនអាចញ៉ាំមួយថ្ងៃ1 កែវឬក៏2 កែវគឺល្មមគ្រប់គ្រាន់អាចជំនួសនឹងបន្លែផ្លែឈើប្រហែលជា7ទៅ10មុខនោះបាទហេតុអ្វីក៏ខ្ញុំហ៊ាននិយាយអញ្ចឹងគឺដោយសារតែនៅក្នុងកាហ្វេខ្ញីខ្មៅគឺមានគ្រឿងផ្សំពិសេសដល់ទៅ4ទី1គឺស្ដេចមើមរុក្ខជាតិខ្ញីខ្មៅស្ដេចមើមរុក្ខជាតិខ្ញីខ្មៅគឺជាបណ្ដុំវីតាមីនហើយនិងប្រូតេអ៊ីនចម្រុះកម្រិតខ្ពស់បងប្អូនសម្ដីនេះមិនមែនជាសម្ដីរបស់ខ្ញុំទេប៉ុន្តែគឺជាការសិក្សាស្រាវជ្រាវនិងពិសោធន៍រកឃើញដោយក្រុមវិទ្យាសាស្ត្ររបស់ជប៉ុននៅក្នុងមើមខ្ញីខ្មៅគឺសម្បូរទៅដោយវីតាមីនចម្រុះកម្រិតខ្ពស់បងប្អូនហើយមានច្រើនទៅទៀតហើយនិងប្រូតេអ៊ីនរួមជាមួយនឹងសារធាតុចិញ្ចឹមល្អៗមួយចំនួនទៀតនៅក្នុងកាហ្វេនេះគឺមានសារធាតុផ្អែមណាណូដែលចំណាយអំពីអំពៅខ្មៅផ្អែមប៉ុន្តែសុវត្ថិភាពបងប្អូនញ៉ាំដោយមិនចាំបាច់បារម្ភទេបងប្អូនទី3គឺសម្បកមង្ឃុតចម្រាញ់សម្បកមង្ឃុតដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុប្រឆាំងការ៉ូលីហើយនឹងគេប្រើប្រាស់គ្រាប់កាហ្វេ Arabica Brazil ដែលជាប្រភេទកាហ្វេលេខ1ដែលអាស៊ីតហើយនឹងកាហ្វេអ៊ីនទាបបងប្អូនមិនបាច់បារម្ភរឿងញ័រទ្រូងធីងថូទេបងប្អូនអញ្ចឹងកាហ្វេ1 កែវឬក៏2 កែវក្នុងមួយថ្ងៃនេះខ្ញុំគិតថាគឺសមរម្យសម្រាប់ជំនួសឲ្យបន្លែផ្លែឈើ7ទៅ10មុខហ្នឹងបងប្អូនអាចនឹងលើសផងអញ្ចឹងបងប្អូនបានញ៉ាំទាំងកាហ្វេហើយល្អសម្រាប់សុខភាពមែនទែនដូច្នេះបងប្អូនអាចពិចារណាឬក៏សិក្សាស្រាវជ្រាវបានមុននឹងសម្រេចចិត្ត